នៅព្រឹកថ្ងៃទី18 ខែមីនាឆ្នាំ2025ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិធីប្រកាសសមាជិកគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារនិងបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការក្រោមអធិបតីភាពឯកឧត្តមវិជ្ជបណ្ឌិតហ៊ុយហានសុងរដ្ឋលេខាធិការតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពិធីប្រកាសសមាជិកគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារបានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តមលោកស្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធអង្គការវិជ្ជាជីវៈតំណាងគណៈកម្មការនយោជិតនិងតំណាងនយោជកតំណាងអង្គការជាតិនិងអង្គការអន្តរជាតិព្រមទាំងដៃគូអភិវឌ្ឍនានាផងដែរនេះឱកាសនោះលោកលីវិចិត្រប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាត្រូវបានឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតាំងជាអនុប្រធានគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារលោកលីវិចិត្រក៏បានបង្ហាញការបដិញ្ញាចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការនេះដើម្បីទប់ស្កាត់ការរំលោភបំពាននិងអំពើហិង្សានានានៅកន្លែងការងារជាពិសេសគឺការរក្សាបាននូវសុវត្ថិភាពការងារចំពោះបងប្អូនកម្មករនិយោជិតលោកបន្ថែមទៀតថាគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារនេះគឺពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពការងារផ្នែកសុខភាពនិងសុវត្ថិភាពការងារផងនិងជាយន្តការពីគ្រូយោបល់សម្របសម្រួលសហប្រតិបត្តិការតាមដាននិងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលលើបញ្ហាសុខភាពនិងសុវត្ថិភាពការងារផងក៏ដូចជាការជំរុញឲ្យមានការតាក់តែងគោលនយោបាយលិខិតបទដ្ឋានកតញ្ញុនានាដូចជាវិធានការបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ការងារដើម្បីធានាសុខុមាលភាពសុវត្ថិភាពនិងសុខភាពរបស់កម្មករនិយោជិតផងដែរជាងនេះទៅទៀតលោកក៏បានសង្កត់ធ្ងន់ថាសហជីពគឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកហើយសហជីពចង់ឃើញកន្លែងការងារមួយជាសហគមន៍សុខសាន្តមួយដែលមិនមានអំពើហិង្សានិងការបៀតបៀន